សំណុំលិខិតបើកគ្រឹះស្ថានឬសាខាផលិតគ្រឿងសម្អាងតើក្នុងការបើកគ្រឹះស្ថានឬបើកសាខាផលិតគ្រឿងសម្អាងត្រូវមានឯកសារពាក់ព័ន្ធអ្វីខ្លះ 1. វាសនាសុំបើកគ្រឹះស្ថានឬសាខាផលិតគ្រឿងសម្អាងត្រូវសរសេរតាមគម្រោងរបស់ក្រសួងសុខាភិបាលនិងបញ្ជាក់អំពីព័ត៌មានគោលបំណងបុគ្គលទទួលខុសត្រូវបច្ចេកទេសនិងទីតាំងផលិតកម្ម 2. លក្ខន្តិកៈក្រុមហ៊ុនរួមមានសម្រង់និងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មថតចម្លងដែលមានហត្ថលេខាបញ្ជាក់ត្រឹមត្រូវ 3. សញ្ញាបត្របញ្ជាក់ពីភាពត្រឹមត្រូវរបស់អ្នកទទួលខុសត្រូវបច្ចេកទេសឧទាហរណ៍សញ្ញាបត្រផ្នែកគីមីសុខាភិបាលឬវិទ្យាសាស្ត្រពាក់ព័ន្ធ 4. ប្រវត្តិរូបសង្ខេបរបស់អ្នកទទួលខុសត្រូវបច្ចេកទេសនិងម្ចាស់ទុនបន្ថែមរូបថត 4x6 សង់ទីម៉ែត្របិទជាមួយ 5. វិញ្ញាបនបត្រសុខភាពចេញដោយក្រសួងសុខាភិបាលឬមន្ទីរសុខាភិបាលរាជធានីខេត្ត 6. លិខិតថ្កោលទោសត្រូវមានសុពលភាពថ្មីៗនិងចេញដោយអាជ្ញាធរដែលមានសមត្ថកិច្ច 7. អាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលសម្រាប់អ្នកទទួលខុសត្រូវបច្ចេកទេសដែលធ្វើការក្នុងវិស័យសុខាភិបាលឬគីមី 8. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនរបស់ម្ចាស់ទុននិងអ្នកទទួលខុសត្រូវបច្ចេកទេសចំពោះជនបរទេសត្រូវមានវីសាកាតផងដែរ 9. គំនូរប្លង់ទីតាំងនិងរូបភាពបង្ហាញអំពីទីតាំងផលិតកម្មបង្ហាញច្បាស់អំពីអគារផលិតការរៀបចំតាមខ្សែសង្វាក់ផលិតកម្មនិងបរិស្ថានជុំវិញ